ថ្ងៃនេះគឺជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាននៅលើកោះសេប៊ូប្រទេសហ្វីលីពីនហើយមួយព្រឹកពេញនេះគឺជាថ្នាក់ដឹកនាំកំពូលអាស៊ានទាំង11រូបដែលប្រជែកលើបញ្ហាជាច្រើនទាំងបញ្ហាតំបន់និងបញ្ហាពិភពលោកហើយជាពិសេសគឺតាក់ទងទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាក្រៅពីនេះក៏ទៅចែកអំពីវិបត្តិនៃធម្មពលដែលប្រទេសអាស៊ានទាំងមូលទាំង11ប្រទេសនោះបាននាំចូលប្រេងឆៅរហូតដល់ទៅ66%ឯនោះនេះយោងទៅតាមការបញ្ជាក់របស់លោកស្រីតេរេសាដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហ្វីលីពីនហើយបន្តិចទៀតនេះម៉ោង2រសៀលនៅកោះសេប៊ូនេះត្រូវជាម៉ោង1រសៀលនៅកម្ពុជានឹងចាប់ផ្ដើមកិច្ចប្រជុំចង្អៀតរបស់ថ្នាក់ដឹកនាំកំពូលអាស៊ានទាំងអស់ដើម្បីទៅជែកបន្ថែមទៀតទៅនឹងបញ្ហាដែលមិនបានលើកឡើងនៅឯកិច្ចប្រជុំពេញអង្គនោះហើយកិច្ចប្រជុំចង្អៀតនេះជាទូទៅថ្នាក់ដឹកនាំតែលើកបញ្ហារសើបពីរឿងរ៉ាវជាច្រើនដោយមិនមានការហាមឃាត់អ្វីទេអញ្ចឹងតាមដែលមានដឹកនាំនីមួយៗដែលយល់ឃើញថាជារឿងសំខាន់មានប្រយោជន៍សម្រាប់ប្រទេសសម្រាប់សហគមន៍សម្រាប់អាស៊ានលក្ខណៈក្នុងនេះក៏ខ្ញុំសូមបញ្ជាក់ដែរថាមានការជជែកពិភាក្សារឿងភូមិហើយនឹងរឿងសមុទ្រចិនខាងត្បូងហើយកន្លងមកនេះបានពិភាក្សាហើយបើអំពីបញ្ហាភូមិនេះមានការវិវត្តថ្មីមួយថាគេនឹងអាចអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសភូមិនឹងចូលរួមប្រជុំឡើងវិញប៉ុន្តែមិនឲ្យចូលរួមប្រជុំដោយផ្ទាល់ទេតែតាមរយៈអនឡាញនេះគឺជាការវិវត្តថ្មីមួយហើយបន្ទាប់ពីបោះឆ្នោតហើយនៅប្រទេសភូមាហើយរដ្ឋាភិបាលថ្មីបង្កើតឡើងនេះបន្ទាប់ពីភូមាបានបញ្ជាក់ថាមានអ្នកចូលរហូតដល់ទៅជាង 6,000 អ្នកឯនោះត្រូវបានដោះលែងប៉ុន្តែខាងអាស៊ាននេះនៅមិនទាន់សប្បាយចិត្តទេថាការវិវត្តនៅភូមិនោះតិចតួចនៅឡើយអញ្ចឹងទាមទារឲ្យមានការវិវត្តថែមទៀតតែយ៉ាងណាក៏ដោយក៏មានការគិតគូរអំពីការអនុញ្ញាតឲ្យចូលរួមប្រជុំតាមអនឡាញនេះវាជាលើកទី1ហើយបន្ទាប់ពីអាស៊ានបានហាមឃាត់មិនឲ្យអ្នកនយោបាយតំណាងនយោបាយរបស់ប្រទេសភូមាចូលរួមប្រជុំចាប់តាំងពីរដ្ឋប្រហារនៅភូមាឆ្នាំ2021មកហើយក្រៅពីនេះក្រោយពីកិច្ចប្រជុំចង្អៀតនេះទៅខ្ញុំអាចនឹងធ្វើសេចក្តីរាយការណ៍បន្ថែមមួយទៀតអំពីលទ្ធផលជារួមនៃកិច្ចប្រជុំទាំងមូលនៅឆ្នាំនេះដែលធ្វើនៅលើកោះសេប៊ូប្រទេសហ្វីលីពីន